សួស្តីប្រិមិត្តវិលមកជួបគ្នាសាជាថ្មីម្ដងទៀតហើយជាមួយនឹងពិភពរឿងនិទានហើយថ្ងៃនេះដែរយើងនឹងពិពណ៌នារឿងមួយដែលមានចំណងជើងថានាងកែវណាម៉ាធីតាមុខសេភ្លេងធ្លាក់សន្ធឹកនៅស្រណោះរឿងរ៉ាវចោះពីអតីតនាងកែវណាម៉ាធីតាពិតបែកជាជីវិតដូចមុខសេះដំណើររឿងសង្ខេបបានពិពណ៌នាថានៅក្នុងគ្រួសារក្រីក្រមួយដែលរៀបការយូរហើយតែមិនមានកូននឹងគេដោយអាយុរបស់ពួកគាត់កាន់តែច្រើនទៅហើយតែថ្ងៃមួយប្រពន្ធរបស់ពួកគាត់ក៏បានបួងសួងសុំកូននៅមុខអាស្រមរៀនទេវតារបស់គាត់ហើយបន្ទាប់ពីគ្រានោះបានកន្លងផុតទៅប្រពន្ធរបស់ពួកគាត់ក៏មានកូនមែនហើយកូននោះជាកូនស្រីដែលពេលដែលគាត់បានបង្កើតកូននោះមកហើយបែរជាមុខមាត់របស់គាត់មានលក្ខណៈខុសពីគេបន្តិចលុះទៅដល់ពេលនាងធំពេញវ័យកាយវិការរបស់នាងចូលចិត្តធ្វើត្រាប់តាមសត្វសេះគូផ្សំនឹងមុខមាត់របស់នាងដោយសត្វសេះផងនោះម្ដាយរបស់គាត់ក៏បានដាក់ឈ្មោះថានាងកែវណាម៉ានាងកែវណាម៉ាឪពុកម្ដាយរបស់នាងបានជឿថានាងគឺជាកូនទេវតាដែលចាប់ជាតិដោយសារតែពេលអ្នកភូមិមានទុក្ខធុរៈឈឺស្កាត់អ្វីនាងតែងតែជួយទៅដល់ពួកគេជានិច្ចហើយថែមទាំងចេះទូទាយទៀតផងនៅថ្ងៃមួយបន្ទាប់ពីរដូវច្រូតកាត់រួចអ្នកស្រុកអ្នកភូមិតែងតែធ្វើដំណើរទៅចូលរួមមើលការប្រារព្ធពិធីបង្ហោះខ្លែងឯករបស់ព្រះអង្គម្ចាស់ពិនថោងជាពិសេសគឺនារីដែលនៅក្នុងភូមិជ្រុះជ្រើមទៅមើលដោយសារតែពួកគេចង់ឃើញសម្រស់របស់ព្រះអង្គម្ចាស់ពិនថោងរឿងនេះបានធ្វើឲ្យនាងកែវណាម៉ានៅមិនស្ងប់នៅក្នុងចិត្តឡើយនាងបានសុំពួកគេទៅជាមួយផងដែរប៉ុន្តែនារីនៅក្នុងភូមិនោះមិនព្រមឲ្យនាងកែវណាម៉ាទៅជាមួយខ្លួនទេដោយសារតែនាងកែវមានមុខអាក្រក់ពេកដោយសារតែដូច្នេះហើយទើបធ្វើឲ្យនាងកែវនៅផ្ទះសង្ហត់សង្ងាត់តែម្នាក់ឯងនៅពេលនោះក្មេងៗក៏មកបបួលនាងមកលេងជាមួយនៅក្នុងអំឡុងពេលដែលព្រះអង្គម្ចាស់ពិនថោងមកហោះខ្លែងរបស់ទ្រង់ក៏ស្រាប់តែបានដាច់ខ្សែហោះទៅឆ្ងាយដោយសារតែខ្លែងនោះមានសារៈសំខាន់ចំពោះទ្រង់ទើបព្រះអង្គម្ចាស់ពិនថោងតាមរកខ្លែងដែលដាច់នោះឲ្យស្របពេលជាមួយគ្នានោះផងដែរនាងកែវបាននឹងកំពុងដើរលេងជាមួយនឹងក្មេងៗក៏ស្រាប់តែបានឃើញខ្លែងឯកមួយមកជាប់នឹងដើមត្នោតដោយមិនបង្អង់យូរនាងក៏បានឡើងទៅយកខ្លែងនោះតែពេលនោះព្រះម្ចាស់ពិនថោងក៏បានមកដល់ហើយឃើញខ្លែងរបស់ទ្រង់នៅនឹងនាងកែវគាត់ក៏បានសុំខ្លែងនោះមកវិញតែនាងកែវមិនព្រមឲ្យឡើយនាងកែវដោយបាននិយាយថាបើព្រះអង្គម្ចាស់ពិនថោងចង់បានខ្លែងនោះទៅវិញតតែព្រះអង្គម្ចាស់យល់ព្រមយកនាងធ្វើជាអគ្គមហេសីហើយយើងចូលបរិជ្ជវាំងដោយសារតែព្រះអង្គម្ចាស់ទ្រង់បានយល់សុបិនឃើញនារីដ៏ស្រស់ស្អាតម្នាក់ដែលមានឈ្មោះថាមនីរតនានាងបាននិយាយនៅក្នុងសុបិនរបស់ទ្រង់ថាបើកាលណាខ្លែងឯកនេះបាត់ទ្រង់នឹងមិនបានជួបនាងឡើយដោយចាំរឿងដូច្នេះព្រះអង្គម្ចាស់ពិនថោងក៏យល់ព្រមនឹងនាងកែវហើយបានសន្យាថា3ថ្ងៃទៀតទ្រង់នឹងមកហៅនាងយាងចូលបរិជ្ជវាំងរឿងនេះបានធ្វើឲ្យកែវសប្បាយចិត្តជាខ្លាំងតែដល់3ថ្ងៃកន្លងផុតទៅមិនឃើញព្រះពិនថោងគោរពតាមពាក្យសន្យាឡើយនាងក៏កើតទុក្ខនៅក្នុងចិត្តយ៉ាងខ្លាំងដោយបង្អត់អាហារខ្លួនឯងមិនព្រមបរិភោគឡើយម្ដាយនាងដែលឃើញសភាពកូនស្រីដូច្នេះគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងហើយគាត់ក៏បានចូលទៅក្នុងព្រះបរមរាជវាំងដើម្បីទូលគាល់ព្រះបិតាមាតារបស់ព្រះអង្គម្ចាស់ពិនថោងឲ្យទ្រង់គោរពតាមពាក្យសន្យាហើយយកកូនស្រីរបស់គាត់ដែលមានឈ្មោះថាកែវចូលមកព្រះបរមរាជវាំងដើម្បីធ្វើជាព្រះអគ្គមហេសីដោយសារតែស្ដេចមានទស្សពិតរាជធម៌ខ្ពស់មិនអាចនិយាយឲ្យក្រឡាស់សម្ដីឡើយព្រះមេដារបស់ព្រះអង្គម្ចាស់ពិនថោងអនុញ្ញាតឲ្យនាងកែវចូលមកក្នុងបរិជ្ជវាំងដើម្បីធ្វើជាអគ្គមហេសីរបស់ព្រះអង្គម្ចាស់ពិនថោងតែដោយសារតែនាងកែវមិនទាន់ចេះបន្ទន់អរិយាបថនៅក្នុងព្រះរាជវាំងនាងបានធ្វើឲ្យអ្នកគ្រប់គ្នាដែលនៅក្នុងទីនោះមានការស្អប់នឹងនាងជាខ្លាំងដោយឃើញនឹងមាយាទចរិតរឹកពីរបស់នាងដូច្នេះព្រះមេដានិងម៉ែដោះផ្សេងទៀតបានបង្ហាត់បង្រៀនឲ្យកែវចេះសម្របអរិយាបថនៅក្នុងវាំងដើម្បីធ្វើឲ្យព្រះពិនថោងស្រឡាញ់តែទោះជាយ៉ាងណាព្រះអង្គម្ចាស់ពិនថោងមិនបានស្រឡាញ់នាងឡើយទ្រង់បានធ្វើដំណើរទៅនគរមួយទៀត
ដើម្បីរៀបអភិសេកជាមួយនឹងព្រះនាងនៃនគរនោះដោយសារតែការជន់ឈ្លីនឹងការមើលងាយពីព្រះអង្គម្ចាស់ពិនថោងនាងកែវក៏បានសម្រេចចិត្តចាកចេញពីព្រះបរមរាជវាំងដើម្បីត្រាច់ចោលតែម្នាក់ឯងដោយសារតែកែវមិនដឹងទៅទីណានាងក៏បានដើរឆ្ពោះចូលទៅក្នុងព្រៃជ្រៅឆ្លងភ្នំគិរីបុប្បតារហូតទៅដល់ធ្វើឲ្យនាងបានជួបនឹងលោកតាមនីអ៊ីសីដែលគង់នៅសមាធិតាំងសិលនៅទីនោះដោយសារតែកែវមិនដឹងទៅណាលោកតាក៏បានឲ្យនាងកែវរស់រៀនមន្តវិជ្ជាការជាមួយនឹងលោករហូតធ្វើឲ្យនាងកែវអាចមានវិជ្ជាសិលការពារខ្លួនហើយអាចដឹងពីដំណើររបស់ព្រះអង្គម្ចាស់ពិនថោងទៀតផងហើយនៅពេលដែលនាងមានសមាធិនៅក្នុងខ្លួនលោកតាក៏ប្រាប់អំពីមុខមាត់របស់នាងតាមពិតនាងកែវជាព្រះនាងមនីរតនាសោះហើយក្រោយពីនាងបានដឹងថានាងមានមុខមាត់ស្អាតហើយនាងក៏បានធ្វើដំណើរឆ្ពោះទៅកន្លែងរបស់ព្រះអង្គម្ចាស់ពិនថោងដោយរស់នៅក្នុងផ្ទះកសិករប្តីប្រពន្ធ2នាក់នៅក្នុងព្រៃនៅពេលដែលព្រះអង្គម្ចាស់ពិនថោងដើរប្រពិតព្រៃក៏ប្រទះឃើញនាងកែវមនីរតនាតែទ្រង់មិនដឹងថានាងជានាងកែវណាមកឡើយដោយសារតែសេចក្តីស្រឡាញ់និងជាគូនិស្ស័យពីអតីតជាតិផងនោះក៏បានធ្វើឲ្យព្រះអង្គម្ចាស់ពិនថោងនិងព្រះនាងមនីរតនារួមរស់នឹងគ្នាបានមួយរយៈរហូតដល់ព្រះនាងមានផ្ទៃពោះហើយព្រះអង្គម្ចាស់ពិនថោងទ្រង់បានប្រគល់ព្រះទម្រង់មួយដល់ព្រះនាងកែវណាម៉ាដែលជាព្រះនាងមនីរតនាដើម្បីជាវត្ថុអនុស្សាវរីយ៍ប៉ុន្តែក្រោយមករឿងព្រះអង្គម្ចាស់ពិនថោងក៏ត្រូវបានបែកការដោយសារតែទ្រង់បានមករួមរស់ជាមួយនឹងព្រះនាងម្ចាស់មនីរតនានៅក្នុងផ្ទះកសិករព្រះនាងម្ចាស់ដែលជាព្រះមហេសីរបស់ព្រះអង្គម្ចាស់ពិនថោងនៅនគរផ្សេងបានដឹងក៏មកកន្លែងនោះហើយក៏បាននាំយកព្រះអង្គត្រឡប់ទៅព្រះនគរវិញហើយបានហាមព្រះអង្គមិនឲ្យយាងចេញមកក្រៅទៀតឡើយ9ខែក្រោយមកព្រះអង្គម្ចាស់ពិនថោងក៏បានរត់ចេញពីព្រះរាជវាំងរបស់អគ្គមហេសីរបស់ខ្លួនឈ្មោះថាច័ន្ទម៉ាលីដែលនៅនគរផ្សេងពីទ្រង់ដើម្បីត្រឡប់មកមាតុភូមិរបស់ព្រះអង្គវិញតែពេលត្រឡប់មកទ្រង់បានជិះសំពៅនៅតាមសមុទ្រព្រះអង្គបានធ្វើដំណើរអស់កាលយ៉ាងយូររហូតដល់ព្រះនាងកែវប្រសូតបុត្រហើយថ្ងៃនោះដែរដែលជាថ្ងៃដែលសំពៅរបស់ព្រះអង្គម្ចាស់ពិនថោងបានជួបនឹងព្យុះបណ្ដាលឲ្យសំពៅលិចហើយបណ្ដាលឲ្យទ្រង់អណ្ដែតទៅដល់នគរយក្សព្រះអង្គពិនថោងត្រូវបានយក្សចាប់ដាក់ទៅក្នុងគុកអស់ជាច្រើនខែរហូតព្រះអង្គបានជួបនឹងព្រះនាងសោយសវណ្ណច័ន្ទសេដាដែលជាកូនស្ដេចទ្រង់ក៏បានលងស្នេហ៍លើនាងតែដោយសារតែព្រះអង្គម្ចាស់ពិនថោងមិនមានវិជ្ជាអ្វីទើបមិនអាចប្រយុទ្ធឈ្នះស្ដេចយក្សតែចុងក្រោយមកព្រះនាងកែវណាម៉ាបានប្រែក្រឡាកាយជាមនុស្សប្រុសទៅប្រយុទ្ធជាមួយនឹងស្ដេចយក្សរហូតដល់ឈ្នះហើយបានសំណុំពរឲ្យយក្សដោះលែងព្រះអង្គម្ចាស់ពិនថោងចេញពីគុកហើយបានរៀបចំអភិសេកជាមួយនឹងកូនរបស់ស្ដេចយក្សទៀតផងរួចក៏បានធ្វើដំណើរមកនគររបស់ទ្រង់វិញច្រើនឆ្នាំកន្លងផុតទៅបុត្រាពិនកែវរបស់ព្រះនាងកែវណាម៉ាក៏បានធំដឹងក្តីហើយបានរស់រៀនវិជ្ជាជាមួយនឹងលោកតាមនីអេសីអស់រយៈកាលសំណមមហើយព្រះនាងកែវណាម៉ាក៏បាននាំរាជបុត្រពិនកែវចូលព្រះបរមរាជវាំងវិញតែពេលចូលដល់ព្រះរាជវាំងព្រះអង្គម្ចាស់ពិនថោងនៅតែមិនព្រមទទួលស្គាល់ថាខ្លួនមានបុត្រជាមួយនឹងកែវណាម៉ាឡើយពេលនោះព្រះនាងកែវក៏បានបង្ហាញព្រះទម្រង់ដែលព្រះអង្គម្ចាស់ពិនថោងឲ្យនៅពេលដែលបង្ហាញទៅដល់ព្រះអង្គមិនត្រឹមតែព្រះអង្គមិនជឿនោះទេថែមទាំងចោទនាងថាជាអ្នកសម្លាប់ព្រះនាងកែវមនីរតនាទៀតផងនៅពេលនេះព្រះអង្គម្ចាស់ពិនថោងនៅតែមិនទាន់មានចិត្តស្មោះទៅលើនរណាម្នាក់ហើយទ្រង់នៅតែលងនឹងសម្រស់ខាងក្រៅរបស់មនុស្សតែយ៉ាងណាក៏ដោយព្រះមេដារបស់ទ្រង់ជឿថាកែវណាម៉ាទ្រង់បានឲ្យកែវចូលនៅក្នុងរាជវាំងជាមួយនឹងបុត្រមិនយូរប៉ុន្មានរឿងអាក្រក់ក៏បានធ្លាក់ទៅលើពិនកែវដោយសារតែអ្នកបម្រើនៅក្នុងវាំងបានចាប់ពិនកែវទៅសម្លាប់ក្រោយពីពិនកែវបានស្លាប់នាងកែវនិងព្រះអង្គពិនថោងបានរកគ្រប់វិធីដើម្បីសង្គ្រោះបុត្ររបស់ខ្លួនឲ្យរស់ឡើងវិញតែទាំងអស់នេះត្រូវបានសម្ដេចវេស្សវណ្ណនិងលោកតាមនីអ៊ីសីធ្វើពិសោធន៍ជាមួយនឹងពិនថោងដើម្បីឲ្យគេយល់ច្បាស់ពីសេចក្តីស្រឡាញ់មិនមែនតែសម្បកក្រៅពេលដែលពិនថោងនិងនាងកែវបានឡើងទៅដល់ភ្នំសម្ដេចវេស្សវណ្ណ
សម្ដេចវេស្សវណ្ណបានដាក់លក្ខខណ្ឌឲ្យបដូរជីវិតមួយដើម្បីសង្គ្រោះបុត្រពិនកែវដូច្នេះនាងកែវក៏ស្ម័គ្រស្លាប់ដើម្បីបុត្រពេលដែលព្រះអង្គម្ចាស់ពិនថោងឃើញដូច្នេះទ្រង់ក៏រំជួសចិត្តយ៉ាងខ្លាំងហើយក៏បាននាំយកសាកសពកែវណាម៉ាមកវាំងវិញតែក្រោយពីនាងកែវណាម៉ាបានមកដល់វាំងនាងមិនបានស្លាប់នោះទេតែបែរជាមុខមាត់របស់នាងបានប្រែក្លាយជាព្រះនាងពេលនោះធ្វើឲ្យព្រះអង្គម្ចាស់ពិនថោងបានដឹងយ៉ាងច្បាស់ថាកែវណាម៉ានិងមនីរតនាគឺជាមនុស្សតែមួយហើយពេលនោះទ្រង់ក៏បានសោយរាជ្យនឹងរួមរស់ជាមួយនឹងកែវណាម៉ាលុះអវសាននៃជីវិតហើយសាច់រឿងនាងកែវណាម៉ាធីតាមុខសេះក៏ត្រូវបានបញ្ចប់តែត្រឹមនេះហើយបើមានចន្លោះខ្វះខាតត្រង់កន្លែងណាក៏សូមមេត្តាផន្តីអភ័យទោសពីសំណាក់បងប្អូនប្រិយមិត្តអ្នកទស្សនាហើយខ្ញុំបាទក៏សូមអរកាយគ្រប់លាជួបគ្នានៅពេលវេលាលើកក្រោយបាយបាយ